จีบซัวพวกมันบางปอนปีประเทศสวยอาจ้าហើយថ្ងៃនេះខ្ញុំមកញ៉ាំផ្លែប៉ោមចាផ្លែប៉ោមច្រើនណាស់បងប្អូនអើយចានេះនៅដីផ្ទះបងស្រីខ្ញុំចាហើយពេលរដូវប៉ោមម្ដងញ៉ាំមិនអស់ទេហើយយើងលក់ទៅណាក៏មិនបានដែរបងប្អូនអើយព្រោះនៅប្រទេសនេះគេដាំពេញផ្ទះហ្នឹងបងប្អូនផ្ទះអ្នកណាក៏គេមានដើមប៉ោមខ្លះ3 4ដើមអញ្ចឹងណាចាហើយនៅប្រទេសគេនេះអត់ដូចប្រទេសខ្មែរយើងទេដូចជាមានបន្លែផ្លែឈើអីយើងអាចយកទៅលក់ផ្សារនៅទីប្រជុំជនដែលលក់ជុំគ្នាបាននៅទីនេះមុននឹងយើងដាំបន្លែផ្លែឈើអីយើងត្រូវតាក់ទងទីផ្សារសិនទើបយើងដាំមិនមែនបានផ្លែឈើបានបន្លែហើយចេះតែយកទៅលក់បានទេដល់គេថាទិញចាំយើងដាំបើគេមិនព្រមទិញពីយើងទេយើងកុំដាំទោះយើងដាំហើយក៏យើងបោះចោលដែរយើងមិនអាចដូចនៅស្រុកខ្មែរយើងក៏រៀបលក់បានចានេះមួយម៉ាត់ហើយមួយម៉ាត់ទៀតម៉ាត់ហើយម៉ាត់ទៀតឆ្ងាញ់ណាស់បងប្អូនជូរអែមជាមួយនឹងអំបិលម្ទេសចាហើយតិចទៀតហ្នឹងហៅបងខ្ញុំមកញ៉ាំជាមួយដែរហើយចាសម្បូរបងប្អូនអើយមិនដឹងយកទៅណាអស់ទេបើសិននៅខ្មែរវិញយើងចែកគ្នាញ៉ាំទៅចាឥឡូវក៏គោរពលាបងប្អូនចាវីដេអូខ្ញុំដល់ទីបញ្ចប់ហើយចា